ស្ដីបងប្អូនអរគ្នាហើយកន្លងមកយើងតែងតែលើបងប្អូនយើងដែលជាអ្នករកលុយនៅក្នុង Facebook ទាំងអស់គាត់និយាយណាគាត់ថានៅក្នុងស្រុកខ្មែរយើងអាចរកលុយបានតើតើមាន VPN បើសិនជាមាន VPN ហើយក៏តើតើមាន admin account បរទេសទៀតអញ្ចឹងណាហើយកុំឲ្យមាន admin ខ្មែរបើមិនអញ្ចឹងទេគេមិនទម្លាក់ tool CM មានន័យថា content monetization ហ្នឹងសោះកាត់ CM នឹងមានន័យថា monetize នេះគឺយើងអាច access រកលុយជាមួយនឹង Facebook បានអញ្ចឹងទៅនិយាយឲ្យងាយយល់ទៅគឺជា tool មួយដែលយើងអាចបើករកលុយបានជាមានមុខងារវានៅក្នុងហ្នឹងប៉ុន្តែរយៈក្រោយនេះយើងឃើញថា page នៅស្រុកខ្មែរយើងក៏អាចទទួល tool ហ្នឹងហើយអាចរកលុយបានដែរខ្ញុំមិនមែនជាគ្រូ MMO ទេជាមួយ Facebook ខ្ញុំគ្មានចំណាប់អារម្មណ៍ទេពីដើមមកអញ្ចឹងឥឡូវក៏គ្មានដែរអ្វីដែលខ្ញុំធ្លាប់មានបទពិសោធន៍គឺ YouTube តាំងពីឆ្នាំ2009មកដល់បច្ចុប្បន្ននេះគឺខ្ញុំតាមដានតែ YouTube ទេពីព្រោះ YouTube វាត្រាស់សម្រាប់ខ្ញុំរកបានលុយប៉ុណ្ណាគឺដឹងតែបានប៉ុណ្ណឹងអត់មានបញ្ហាអីទាំងអស់បើកបានរហូតមានន័យថាខ្ញុំជឿជាក់ខ្លាំងទៅលើ YouTube Google AdSense អីហ្នឹងគឺខ្ញុំជឿជាក់តែថ្ងៃនេះតាមអ្វីដែលខ្ញុំធ្លាប់ធ្វើនៅលើ Facebook ធ្វើលេងទេពីព្រោះធម្មតាខ្ញុំមិនដែលចាប់អារម្មណ៍ជាមួយនឹង Facebook ទេអញ្ចឹងមូលហេតុដែល account ខ្មែរដែលវាអាចឲ្យយើងអាចទទួលបាន tool CM នឹងបាននៅពេលដែលបងប្អូនយើងមាន account ខ្មែរជា admin ខ្មែរ location ខ្មែរហើយ account របស់យើងគឺមានឈ្មោះត្រឹមត្រូវហើយ account Facebook របស់យើងនឹងគឺជា account ដែលបាន submit ជាមួយនឹងអត្តសញ្ញាណប័ណ្ណថ្ងៃខែឆ្នាំកំណើតត្រឹមត្រូវហើយយើងបង្កើត page ហើយ page នឹងយើង post ជាធម្មតាទៅហើយយើងបើក page dashboard ដើម្បីឆែកមើលមាន page ខ្លះទោះបីយើង post ច្រើនប៉ុណ្ណាក៏ដោយក៏មានន័យថា Facebook អត់មានទម្លាក់ tool ឲ្យយើងដែរតែ page ខ្លះទៀតpost ធម្មតាមាន follower គ្រប់គោលការណ៍ 7-8k ឡើងក៏វាទម្លាក់ឲ្យមូលហេតុអីមូលហេតុសំខាន់គឺទី1ណាទី1 profile Facebook របស់បងប្អូនត្រូវតែជា profile ពិតប្រាកដហើយមានឈ្មោះត្រឹមត្រូវហើយបាន submit ជាមួយនឹងអត្តសញ្ញាណប័ណ្ណឬក៏ passport ឬក៏ document ផ្សេងដែលទទួលស្គាល់ដែលជាអត្តសញ្ញាណផ្ទាល់ខ្លួននិយាយចឹងចុះហ្នឹងហើយមួយទៀត profile របស់បងប្អូនត្រូវតែ post ត្រូវតែ active មាន post នេះ post នោះចឹងទៅមួយថ្ងៃមួយថ្ងៃពីរ post status post វីដេអូកម្សាន្តដែលជាវីដេអូ original post ជារៀងរាល់ថ្ងៃចឹងទៅឬក៏2-3ថ្ងៃមួយចឹងទៅចំណែក page វិញបងប្អូន post ធម្មតាទៅដូចគ្នាបើបងប្អូនមានវីដេអូច្រើន post ច្រើនមានតិច post តិចអញ្ចឹងអ្វីដែលត្រូវជៀសវាងទី1គឺកុំយកវីដេអូរបស់គេយកមក post ទី2គឺកុំ share link ចូលក្នុង page ច្រើនពេកអញ្ចឹង Facebook វាអត់ invite ទេអញ្ចឹងចំណុចសំខាន់ខ្ញុំបញ្ជាក់ម្ដងទៀតគឺ account profile របស់បងប្អូននោះ Facebook បងប្អូននោះត្រូវតែជា Facebook ពិតប្រាកដហើយ active រាល់ថ្ងៃប៉ុស្តិ៍ពិតប្រាកដហើយ profile របស់បងប្អូនត្រូវតែមានអ្នក follow មានអ្នក like មានអ្នក share អ្នក comment ធម្មតាអញ្ចឹងទៅហើយ page យើងប៉ុស្តិ៍ធម្មតាពេលនោះ Facebook វានឹងទម្លាក់ឲ្យហើយបងប្អូនមិនចាំបាច់ដូរ VPN មិនចាំបាច់ប្រើ VPN account បរទេសអីទេហើយការ login ដូចគ្នាកុំ login លើ device ច្រើនពេកអញ្ចឹងណាកុំ login មួយថ្ងៃហ្នឹងដូរ device នេះ device នោះ location នេះ location នោះក៏វាអត់ invite ដែរអាហ្នឹងអ្វីដែលខ្ញុំធ្លាប់ដឹងគឺអញ្ចឹងតែបញ្ជាក់ខ្ញុំមិនមែនគ្រូ MMO ជាមួយនឹង Facebook ទេហើយខ្ញុំក៏គ្មានចំណាប់អារម្មណ៍រកលុយជាមួយនឹង Facebook ទេប៉ុន្តែ page របស់ខ្ញុំគឺវាទម្លាក់ឲ្យសិតតែជា page ខ្មែរទាំងអស់ admin ខ្មែរទាំងអស់ location ខ្មែរទាំងអស់គឺទម្លាក់ឲ្យខ្ញុំមិននឹង set up ផងតែនេះគ្រាន់តែខ្ញុំចែកចម្លែកប្រាប់បងប្អូនប៉ុណ្ណឹងបាទអរគុណច្រើនបាយបាយ